នៅខ្ញុំបាទនឹងគឺថាទុបជនវ័យក្មេងទេហើយអស់លោកអាយុណាគុំនេះវាអាងចាប់ឯងមិនមែនជាចាប់ទេបានណាគេមិនមែនថៃណាឯងមិនជាចាប់ទេបានណាឯងទៅតែដឹងថាគេមនុស្សគេចង់រត់ដូចគ្នាបើសិនគេសម្រាប់មិនឯងគេអាកកូនចៅឯងឲ្យទីចាប់ទេគឺហើយបើសពឯងបើយើងជាខ្មែរជាតិសាសនាព្រះមហាក្សត្រមានតែអាយុទេវាបើថាយើងដាក់តាវចនជាតិព្រះមហាក្សត្រយើងត្រូវតែគោរពប្រតិបត្តិតាមពុទ្ធសាសនាជាតិសាសនាយើងសាសនាដើរទន្ទឹមគ្នាយើងមិនមែនវាយលោកតង់ទេណាតែអាលោកតង់បង្រួសដោយយួនអាលោកយួននឹងចាប់ប្រតិគុណទៅសកលជូនទៅគុណនឹងសំហេតុផលទេអានោះមិនមែនសំហេតុផលទេអត់អានោះគឺវាជាយួនហើយប្រទេសយើងមានជាតិសាសនាព្រះមហាក្សត្រតាមពុទ្ធសាសនាជាង 90% យើងវាយលោកតង់យើងសំទេបានន័យថាអានោះពួកអស់ហ្នឹងគឺអាយុនអស់លោកអាយុនបានហ៊ានវាយលោកតង់វាបំបត្តិសាសនាពួកអាថ្មិលយួនបាទអញ្ចឹងករណីហ្នឹងបងប្អូនដែលកំពុងស្ដាប់ជាទីសម្លេងកម្ពុជាក្រោមទូទាំងពិភពលោកសូមទៀតយើងត្រូវតែមានស្មារតីខ្ញុំបាទចូលបញ្ជាក់ទៀតសូមអញក៏ល្បិចអាយុឲ្យតោះបាទហើយករណីហ្នឹងខ្ញុំបាទសូមជម្រាបទៀតគឺថាវាលៀបពណ៌វាថាបងប្អូនខ្វាយក្រោមនឹងគឺមិនមានការប៉ះវិបត្តិតាមអីចេះមួយចេះពីរតាមពុតបងប្អូនខ្មែរក្រោមគ្នាក្រណាបងប្អូនគ្នាសុំឲ្យតែមកជ្រុកតោនសុំបើវាល្អបើវាខ្មែរនឹងវាអត់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបងប្អូនខ្មែរកម្ពុជាក្រោមព្រោះនៅប្រទេសខ្មែរដល់ឃើញថាបងប្អូនខ្មែរកម្ពុជាក្រោមជីងពីស្រុកយួនមកគឺពីទឹកដីកម្ពុជាក្រោមយួនធ្វើបាបធ្វើទុកបុកម្នេញមកយ៉ាងច្រើនអញ្ចឹងមានគួរណាយើងជាខ្មែរយើងគួរណាចូលដល់ពួកគាត់បាទលោកវិរៈស័ក្តិខ្ញុំសូមអរគុណបាទខ្ញុំចង់តសំណួរទៅសំណួរទី2ទៀតបាទតើលោកអាចបកស្រាយជូនមិត្តអ្នកស្ដាប់យើងបានទេតើលោកគិតថារយៈកាលនៃកម្ពុជាដែលបានកកើតឡើងជាប្រទេសហ្នឹងបើយើងគិតតាមប្រវត្តិសាស្ត្រជាក់ស្ដែងគឺថាកម្ពុជាហ្នឹងបានកើតឡើងតាំងពីមុនសតវត្សទី1រហូតមកដល់ពេលនេះគឺថាកម្ពុជាមានកំណើតរាប់ពាន់ឆ្នាំមកហើយកំណើនប្រជាពលរដ្ឋហ្នឹងគឺថាបើយើងគិតទៅមិនតិចជាង20ទៅ30លាននាក់ទេអានេះបើយើងគិតជាមធ្យមភាពតែបច្ចុប្បន្នជាក់ស្ដែងយើងរាប់មើលកម្ពុជាប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសហ្នឹងមិនបាន7លាននាក់ទេយើងជឿថាកំណើននេះថាដូចជាបង្ហាញនូវភាពអវិជ្ជមានថាខ្មែរយើងហ្នឹងហេតុដូចម្ដេចបានជាកំណើនប្រជាពលរដ្ឋមានការថយចុះកត្តាដែលកើតឡើងកើតមកពីសង្គ្រាមឬក៏ការរំលាយពូជសាសន៍ដោយសារតែកុលល្បិចខ្មាំងជុំវិញយើងបាទលោកគិតថាកម្ពុជាក្រោមទីហៅថាជាទឹកដីរបស់កម្ពុជាពិតប្រជាពលរដ្ឋរបស់កម្ពុជាពិតហើយដូចជាបងប្អូនខ្សែសរឹងក៏ទឹកដីរបស់កម្ពុជាក៏ប្រជាពលរដ្ឋកម្ពុជាហេតុអ្វីគឺថាខ្មែរយើងរដ្ឋាភិបាលតាំងពីស្ដេចរហូតមកទល់នឹងពួកអាយ៉ងយួនក្រុងភ្នំពេញជាអ្នកមេដឹកនាំចុងក្រោយគឺថារមែងតែបដិសេធប្រជាពលរដ្ឋខ្លួនឯងហើយបដិសេធប្រជាពលរដ្ឋខ្លួនឯងមិនទទួលយកនៅប្រជាពលរដ្ឋខ្លួនឯងហើយមិនទទួលស្គាល់ទឹកដីរបស់ខ្លួនឯងហើយជាក់ស្ដែងគឺថាកម្ពុជាក្រោមមិនត្រូវបានពួកអាយ៉ងម្ចាស់យួននៅក្រុងភ្នំពេញរាប់ចូលថាជាទឹកដីរបស់ខ្លួនទេប្រជាពលរដ្ឋកម្ពុជាក្រោមជាក់ស្ដែងវាមិនអាចរាប់ចូលថាប្រជាពលរដ្ឋរបស់វាទេចឹងទេគឺថាចំណុចនេះតើលោកមានការយល់ឃើញនឹងការប្រៀបធៀបយ៉ាងម៉េចបើរដ្ឋាភិបាលមួយតែងតែបដិសេធប្រជាពលរដ្ឋខ្លួនឯងហើយមិនទទួលស្គាល់ទឹកដីខ្លួនឯងនឹងគឺថាអនាគតទៅប្រទេសកម្ពុជានឹងខ្លាយទៅជាយ៉ាងណាបាទសូមអរគុណសំណួរដ៏ក្បោះក្បាយចំពោះលោកសើវណ្ណៈបាទអរគុណលោកវណ្ណៈដែលបានសួរសំណួរខ្ញុំបាទទៅនឹងរដ្ឋាភិបាលគឺធ្វើតាមអំពើដោយយួនបញ្ជាពីក្រោយខ្នងគឺដូចជាករណីខែទី30ខែ3ឆ្នាំ1997ធ្វើបដកម្មនៅមុខរដ្ឋសភាស្លាប់បាត់16នាក់របស់ទាំង200នាក់ខាងជាមួយប្រឆាំងអីបងប្អូននឹងគឺតបមិនបានបងប្អូនប្រឆាំងនៅអំពើពុករលួយហើយអ្នកគាត់ខ្លាំងណាស់សម្រាប់នឹងទួថាពួកអាយុនសម្រាប់ខ្មែរបើខ្មែរមិនមានហ៊ានដៃសម្រាប់យួនទេដូចករណី7មករាយួនពួងមកស្រុកខ្មែរសម្រាប់ខ្មែរអស់អាហ្នឹងគឺនឹងពួកអាយុនហើយយើងមិនមែនជាអរគុណយួនទេអស់លោកបានន័យថាអាយុនគ្នាវាអរគុណគ្នាវាបាទអស់លោកវាអរគុណហើយចេះបងប្អូនខ្មែរកម្ពុជាក្រោមដូចជាលោកលោកតាជើងសានជាដើមជួយរំដោះជារដ្ឋាភិបាលជួយទៀមទាជាច្រើនជួយនៅស្រុកខ្មែរហើយអាយ៉ងនឹងអាយុនពួកអាយុនពួកមនីដល់ហ៊ុនសែននឹងមិនអរគុណបងប្អូនកម្ពុជាក្រោមផងបាទ
chẳng cô na để bong do quốc do chẳng ó nắng ôi bong bốn trăm chia khẩu nó sọc mai nó thưa bon bắt bongจากđây luôn như thế nào cho con bộ này sai sắp cùng muốn vậy thấy chẳng vơ để cọt vơ nữa như tao vật đây mai nó cứ liền tao đây bong ôn nè chẳng bong ôn mai nhưng chẳng ó tu theo bị phục lô tao để cao chua lan còn chưa quốc ai yun người lớp dương với tầm lập dương tươi na của bạn đây tôi chỉ ra là này luôn một lần đi chạy đám bong ôn tao trong trăm ai ta mà ký cái máy đó bong ôn thì tí của nó cọp hàng vậy chẳng ra là này đang nhiệt hơi nó cứ tha du mình sắp nó có thể mai nó cứ không nên to đây mà coi việc căn chưa thật trâu chỉ mất vô bong ôn mai nhưng thật trâu ca là này nó khá để thưa oi bong ôn cho người nghe là hay ca to su rồi bong con Campuchia không nấu lơ thác ăn trả chết cứ đầm bay xem tiền là tí cần phải chưa ra luôn là chuồn ấy to cam mình ngay ông ca ta phải chi tiết mình nên tiết để phơi thì rồi chẳng ca để phơi rồi bong phật nó cứ ta to cam thế nào nè bơ nhà anh phải lạnh thứ mai nhà anh bơ mình chui vô chương chụp treo cùng chuyện việt chẳng ca nó trong bát của tôm riệp tàu luôn sơn quần nặng tay và nắng lạiបាទលោកវិរៈស័ក្តិបាទលោកអាចមានទស្សនៈបែបណាចំពោះការដែលពួកខ្មាំងក៏ដូចជាពួកចារកម្មពួកបង្អែកបដិវត្តយួនក៏ដូចជាបង្អែកបដិវត្តយួនដែលបង្កប់ខ្លួននៅក្នុងប្រទេសកម្ពុជាជានិច្ចកាលគឺថាវាតែងតែសម្រាប់ប្រជាពលរដ្ឋខ្មែរដោយការធ្វើឃាតជាប្រយោលឃាតផ្ទាល់តែអ្វីដែលជាក់ស្ដែងគឺការពិតទៅមិនដែលឃើញរោគឃាតករនឹងពិតបានទេតែលោកហៅថាការកតាដែលធ្វើឃាតចំពោះបងប្អូនខ្មែរកម្ពុជាក្រមពីសំណាក់ពួកជនមិនស្គាល់មុខនឹងគឺជាការដែលធ្វើឡើងដោយសារការគំរាមបំផិតបំភ័យបំបាក់ស្មារតីបងប្អូនកម្ពុជាក្រមឬក៏ការធ្វើឃាតនឹងគឺជាចៃដន្យបាទការដែលធ្វើឃាតចំពោះដូចជាភារកម្មគឺការទៅធ្វើយួនវាធ្វើវាមិនខ្លាចទេបងតែចំពោះបងប្អូនខ្មែរកម្ពុជាក្រមទុកចិត្តស្លាប់ដូចជាលោកកញ្ញាស៊ុនកុយគុណជើងឋានគុណសំតជើងសុកចិត្តស្លាប់ខ្លួនមិនឲ្យស្លាប់ទៀតដោយពួកអាយ៉ងទាំងឡាយទេអស់លោកបងប្អូនជាទីគោរពរាប់អានដូចជាការអីសម្រាប់ពីគុណទៀងទុកធឿនជាដើមការវិបត្តិកម្មកន្លងហើយ2007សម្រាប់លោកសង្ឃអានេះថាអ្នកណាសម្រាប់ពួកអាយុនអញ្ចឹងម៉ែយើងទាំងអស់គ្នាខ្លាចបងប្អូនខ្លាចចឹងស្ដាប់តាមវាខ្ញុំបានឧទាហរណ៍មួយដូចជាផ្ទះអស់លោកអញ្ចឹងតែមានអ្នកបតីមកយកចានឆ្នាំងអស់លោកតាមបាយហូបហើយលិចលាមកដាក់ផ្ទះលោកអស់លោកតើអស់លោកក្រំបានទេតែចំពោះយើងជាបេះដូងខ្មែរជាងម៉ែយើងក្រំមិនបានទេទាំងវើហ្នឹងតែពួកអាយុនអាយ៉គុណវាធ្វើបានធ្វើការពីពួកយួនអញ្ចឹងការជីចាប់ទុកបុកម្នេញហ្នឹងនិយាយរាប់ម៉ោងក៏មិនអស់ដែរបងប្អូនទីគ្រប់រាប់អានអញ្ចឹងបងប្អូនខ្ញុំបាទក៏សូមឲ្យបងប្អូនជើងនឹងមានស្មារតីឡើងខ្ញុំបាទជាបញ្ញវន្តវ័យក្មេងបាទវ័យក្មេងមែនទេអស់លោកជាឪពុកម្ដាយជាផ្ទះទុំជាងខ្ញុំបាទនឹងសង្ឃឹមថានឹងយកតាមផ្ទះខ្ញុំបាទបាទអញ្ចឹងខ្ញុំបាទក៏មានយោបល់តែប៉ុណ្ណឹងគឺមានការអត់តែណាសូមបងប្អូនស្ដីទៅបាទហើយជាតទៅទៀតសូមជួបជាមួយនឹងបញ្ញវន្តម្នាក់ទៀតគាត់ជានិស្សិតមួយរូបដែរបាទលោកសើងវណ្ណាបាទមកពីក្រុងញូវយ៉កបាទបាទឈ្មោះគាត់រុនចក្រីបាទអញ្ចឹងបងសូមមានយោបល់ខ្លះសួរទៅកាន់គាត់បាទគាត់ក៏ជាបញ្ញវន្តកើតនៅខ្មែរកណ្ដាលបាទអញ្ចឹងសូមបងជួបគាត់បាទអាឡូជំរាបសួរលោករុនចក្រីបាទជំរាបសួរលោកសិនបណ្ណាបាទលោករុនចក្រីដោយសារតែលោកជានិស្សិតថ្មីកំពុងតែសិក្សាបន្តការសិក្សានៅក្រៅប្រទេសគឺនៅក្រុងញូវយ៉កណាបាទតើលោកមានចំណាប់អារម្មណ៍បែបណាចំពោះរដ្ឋាភិបាលក្រុងភ្នំពេញដែលតែងតែមានគំនាបគៀបសង្កត់ទៅនឹងបងប្អូនហើយកម្ពុជាក្រមយើងបាទដូចជាលោកហ៊ុនសែនគឺជាមេដឹកនាំមួយដែលប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកបានដឹងថាគឺជាអាយ៉ងនិងជាកញ្ចក់របស់យួនដាច់ថ្លៃហើយលោកហ៊ុនសែនហ្នឹងវាធ្លាប់បាននិយាយថាអ្នកណាដែលចង់រំដោះទឹកដីកម្ពុជាក្រមសូមឲ្យធ្វើមជ្ឈុះរងចាំទុកទៅហើយចំណែកគេមិនចូលរួមទេហេតុអ្វីបានជាបងប្អូនកម្ពុជាក្រមនៅតែតស៊ូដើម្បីរំដោះជាតិចេញពីអាណានិគមយួនបាទលោកអរគុណនៅសំណួរដែលលោកសួរមកខ្ញុំបាទ
ខ្ញុំសូមចាប់ផ្ដើមពី7 មករាខ្លាំងមុនលោកបាទព្រោះ7 មករាហ្នឹងមិនមែនជារបស់ហ៊ុនសែននោះពិតប្រាកដទេហ៊ុនសែនពីដើមហ្នឹងឈ្មោះគេហ្នឹងគឺហ៊ុនកណៅតែដោយសារតែយួនមើលឃើញថាការដឹកនាំរបស់មួយក្រុមផ្សេងទៀតដែលច្បាស់លាស់នៃ7 មករាចង់សង្គ្រោះជាតិខ្មែរនោះពីរបបបល្ល័យពូជសាសន៍នោះដែលរបបបល្ល័យពូជសាសន៍នោះទៀតទៅគឺកើតឡើងដោយយួនហើយអញ្ចឹងទេដោយសារតែ7 មករានឹងកើតឡើងភ្លាមនោះអ្នកទាំងអស់ហ្នឹងចង់ដកខ្លួនចេញពីយួនក៏ប៉ុន្តែយួនដឹងខ្លួនតន់ក៏បានចាប់ពួកខាងអ្នកទាំងអស់ហ្នឹងរួមមានច័ន្ទស៊ីច័ន្ទផ្សេងហើយនឹងប៉ែនសវណ្ណអីក៏ស្លាប់ទៅហើយនេះលើកបន្ទាប់មកនោះគឺត្រូវបានលើកហ៊ុនកណាលនេះឲ្យខ្លែងខ្លួនមកជាហ៊ុនតែបច្ចុប្បន្នហ្នឹងឲ្យកាន់តំណែងមជ្ឈិមបកហើយពេលនោះហើយដែលហ៊ុនសែនពេលនោះហើយយួនលើកបន្ទប់មកហ្នឹងអញ្ចឹងហ៊ុនសែនស្អីក៏ធ្វើដែរហ៊ុនសែនចាប់ផ្ដើមធ្វើដំបូងកិច្ចការងារដែលយួនឲ្យធ្វើដំបូងហ្នឹងគឺឲ្យទៅកាប់ព្រៃបំផ្លាញដើម្បីការពារថារបស់យួនថាការពារកុំឲ្យមានពលពតនៅអញ្ចឹងទេហ៊ុនសែនចាប់ផ្ដើមធ្វើកិច្ចការទី1ហ្នឹងដែលយួនពេញចិត្តហ្នឹងក៏លើកបន្ទប់ហ៊ុនសែនហ្នឹងឲ្យបច្ចុប្បន្ននេះមក